ប្រទេសអ៊ីរ៉ង់គេបានចេញមកបញ្ជាក់ពីការស្លាប់នៃមេទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដែលជាអ្នកបញ្ជាឲ្យមានការបាញ់កប៉ាល់នៅច្រកសមុទ្រអរម៉ូសនៅថ្ងៃច័ន្ទទី30ខែមីនាឆ្នាំ2026ប្រទេសអ៊ីរ៉ង់បានបញ្ជាក់ពីការស្លាប់មេបញ្ជាការកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់គឺលោកអាលីរេសាថេងហ្សរីដែលគេដឹងថាជាអ្នកចេញបញ្ជាឲ្យវាយប្រហាររារាំងកប៉ាល់ផ្សេងៗមិនឲ្យឆ្លងកាត់តាមច្រកសមុទ្រអរម៉ូសយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋអ៊ីរ៉ង់លោក Tengzeri បានទទួលមរណភាពដោយសារតែរងរបួសធ្ងន់ពេកបន្ទាប់ពីប្រទេសអ៊ីស្រាអែលបើកការវាយប្រហារខណៈដែលមន្ត្រីផ្សេងទៀតក៏បានបាត់បង់អាយុជីវិតផងដែរលោក Tengzeri គឺជាអ្នកគ្រប់គ្រងផ្ទាល់លើសន្តិសុខនិងប្រតិបត្តិការយោធានៅក្នុងតំបន់ឈូងសមុទ្រពាក់និងច្រកសមុទ្រអរម៉ូសហើយលោកត្រូវបានគេស្គាល់ថាជាអ្នកជំរុញយុទ្ធសាស្ត្រសង្គ្រាមមិនស្មើភាពដោយប្រើប្រាស់នៅទូកល្បឿនលឿនបំពាក់ដោយមីស៊ីលដើម្បីឡោមព័ទ្ធនៅនាវាចម្បាំងធំៗរបស់សហរដ្ឋអាមេរិកទន្ទឹមនឹងនោះលោកក៏បានបញ្ជាឲ្យបញ្ចេញដ្រូនអត្តឃាតនិងមីស៊ីលការពារឆ្នេរសមុទ្រដើម្បីបិទច្រកសមុទ្រអរម៉ូសមិនឲ្យកប៉ាល់ដឹកប្រេងឆ្លងកាត់និងដាក់មីននៅក្នុងទឹកដើម្បីបង្កការរំខានដល់ការដឹកជញ្ជូនអន្តរជាតិផងដែរហើយមុនបាត់បង់អាយុជីវិតលោកក៏តែងតែបញ្ជាក់ពីចំហដាច់ខាតថាប្រសិនបើយើងមិនអាចប្រើប្រាស់ច្រកសមុទ្រអរម៉ូសបានទេនោះក៏គ្មាននរណាម្នាក់អាចប្រើប្រាស់វាបានទេមរណភាពរបស់លោក Tengzeri គឺជាការបាត់បង់នៅក្បាលម៉ាស៊ីនយុទ្ធសាស្ត្របន្ថែមទៀតរបស់ប្រទេសអ៊ីរ៉ង់ក៏ប៉ុន្តែវាក៏បានធ្វើឲ្យកងទ័ពជើងទឹករបស់ប្រទេសអ៊ីរ៉ង់កាន់តែខឹងសម្បារនិងត្រៀមបើកការវាយប្រហារវិញយ៉ាងសាហាវទៅលើកងទ័ពជើងទឹកសហរដ្ឋអាមេរិកដែលកំពុងតែឈរជើងនៅទីនោះផងដែរចំណែកឯតំណាង UN ម្នាក់បានលាឈប់ពីតួនាទីដោយទម្លាយថាអាចនឹងមានការវាយប្រហារនុយក្លេអ៊ែរនៅប្រទេសអ៊ីរ៉ង់ជាសញ្ញាគួរឲ្យព្រួយបារម្ភដែលតំណាងរបស់អង្គការសហប្រជាជាតិឬក៏ហៅថា UN មួយរូបបានសម្រេចចិត្តលាឈប់ពីតួនាទីពីព្រោះតែមានសេចក្តីរាយការណ៍អំពីលទ្ធភាពនៃការវាយប្រហារអាវុធនុយក្លេអ៊ែរលើរដ្ឋធានីនៃទីក្រុងតេហេរ៉ង់នៃប្រទេសអ៊ីរ៉ង់តាមការផ្សាយរបស់ Royal News កាលពីថ្ងៃច័ន្ទទី30ខែមីនាឆ្នាំ2026នេះលោកមហាមេតសាហ្វានាយកប្រតិបត្តិការនិងជាតំណាងអង្គការដែលគេហៅថា PVA ដែលមានឋានៈជាអ្នកពិគ្រោះយោបល់ជាមួយនឹងក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម UN បានបង្ហោះសារនៅលើបណ្ដាញសង្គម X កាលពីថ្ងៃសុក្រទី27ថាបញ្ជាក់ពីការឈប់ចូលរួមនៅក្នុងក្រុមប្រឹក្សានិងគណៈកម្មាធិការការងារដោយលោកសុកចិត្តបោះបង់ចោលអាជីពការទូតដែលលោកខំកសាងអស់រយៈពេលជិត12ឆ្នាំមកហើយសម្រាប់ហេតុផលនៅក្រៅការលាលែងនេះលោកសាហ្វាបានលើកឡើងពីក្តីបារម្ភចំពោះទង្វើរបស់មន្ត្រីជាន់ខ្ពស់ UN ដែលលោកចោទថាកំពុងតែបម្រើឲ្យក្រុមអ្នកមានអំណាចជាជាងការប្រកាន់ខ្ជាប់នៅគោលការណ៍ស្លូតបូតរបស់ស្ថាប័ននេះលោកមិនបានបន្តពាក់ព័ន្ធជាមួយនឹង UN ទៀតទេពីព្រោះតែការត្រៀមលក្ខណៈសម្រាប់លទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរហើយលោកបានបញ្ជាក់យ៉ាងច្បាស់ថាក្រោយការពិចារណាយ៉ាងល្អិតល្អន់ខ្ញុំបានសម្រេចចិត្តផ្អាករាល់ភារកិច្ចនៅក្នុងនាមជាតំណាងចម្បងរបស់ PVA នៅ UN ចេញពីគ្រប់គណៈកម្មាធិការគ្រប់ការងាររបស់ UN ដែលខ្ញុំជាសមាជិកបើនៅបន្តធ្វើការទៀតខ្ញុំអាចនឹងមានចំណែកនៅក្នុងនាមជាសាក្សីនៃប្រតិបត្តិការនានាដែលមិនអាចទទួលជាពិសេសនោះគឺការត្រៀមលក្ខណៈរបស់ UN សម្រាប់សេណារីយ៉ូដែលពាក់ព័ន្ធទៅនឹងអាវុធនុយក្លេអ៊ែរតែម្ដងពាក់ព័ន្ធទៅនឹងទំហំនៃការបំផ្លិចបំផ្លាញដែលអាចនឹងកើតមានលោកសាហ្វាបានសង្កត់ធ្ងន់ថាទីក្រុងតេហេរ៉ង់គឺជាទីក្រុងដែលមានមនុស្សរស់នៅជិត10លាននាក់លោកសាកស្រមៃមើលបើរដ្ឋធានីនេះត្រូវរងការវាយប្រហារទម្លាក់គ្រាប់បែកនុយក្លេអ៊ែរមែនតើវានឹងទៅជាយ៉ាងណាទោះជាបែបនេះក្តីការចោទប្រកាន់របស់លោកសាហ្វាមិនទាន់មានស្ថាប័នពាក់ព័ន្ធចេញមុខមកបំភ្លឺឬក៏បកស្រាយទេហើយគេក៏រងចាំមើលពីការវិវត្តនៃស្ថានភាពសង្គ្រាមតំបន់មជ្ឈិមបូព៌ាដែរថាតើនឹងប្រែប្រួលទៅជាយ៉ាងណាទៀតដោយឡែកកាលពីម្សិលមិញលោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំបាននិយាយថាលោកចង់គ្រប់គ្រងប្រេងរបស់ប្រទេសអ៊ីរ៉ង់មែននៅទីបំផុតប្រមុខសេដ្ឋវិមានលោកដូណាល់ត្រាំបានសារភាពហើយថាលោកពិតជាចង់បានប្រេងរបស់ប្រទេសអ៊ីរ៉ង់មែនស្របពេលដែលសហរដ្ឋអាមេរិកនិងប្រទេសអ៊ីស្រាអែលកំពុងតែបង្កើនការវាយប្រហារសូម្បីតែទៅលើទីតាំងជនស៊ីវិលរបស់ប្រទេសអ៊ីរ៉ង់នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹង Financial Times កាលពីថ្ងៃអាទិត្យទី29ខែមីនាឆ្នាំ2026កន្លងទៅលោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំបាននិយាយថាជំរើសដែលលោកចូលចិត្តបំផុតគឺការយកប្រេងលោកចង់យកប្រេងនៅក្នុងប្រទេសអ៊ីរ៉ង់
ដែលឈានទៅដល់ការរឹបអូសយកនៅកោះខាកដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់តែម្ដងរបស់ប្រទេសអ៊ីរ៉ង់លោកដូណាល់ត្រាំបាននិយាយថានិយាយឲ្យត្រង់ទៅអ្វីដែលខ្ញុំចូលចិត្តបំផុតគឺការយកប្រេងនៅក្នុងប្រទេសអ៊ីរ៉ង់ក៏ប៉ុន្តែមានមនុស្សល្ងងខ្លះនៅឯសហរដ្ឋអាមេរិកនិយាយថាហេតុអ្វីបានជាលោកធ្វើបែបហ្នឹងប៉ុន្តែពួកគេទេដែលជាពួកល្ងងនោះស្របពេលជាមួយគ្នានោះលោកបានប្រៀបធៀបការខិតខំប្រឹងប្រែងនេះទៅនឹងប្រតិបត្តិការនៅក្នុងប្រទេសវេណេស៊ុយអេឡាកាលពីខែមករានៅពេលដែលសហរដ្ឋអាមេរិកចាប់ខ្លួនមេដឹកនាំលោកនីកូឡាស់ម៉ាដូរ៉ូនិងមានផែនការគ្រប់គ្រងឧស្សាហកម្មប្រេងរបស់ប្រទេសនេះបើតាមប្រភព Financial Times សង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ានៅតែពុះកញ្ជ្រោលប្រទេសអ៊ីរ៉ង់គម្រាមវាយប្រហារទៅលើលំនៅឋានបញ្ជាការនិងអ្នកនយោបាយសហរដ្ឋអាមេរិកនិងប្រទេសអ៊ីស្រាអែលនៅក្នុងតំបន់សង្គ្រាមមជ្ឈិមបូព៌ានៅតែពុះកញ្ជ្រោលនៅឡើយទេប្រិយមិត្តពុកម៉ែបងប្អូនដោយសារតែភាគីចំនួននៅតែបន្តសងសឹកគ្នាទៅវិញទៅមកដោយឥឡូវនេះប្រទេសអ៊ីរ៉ង់គឺគម្រាមថាខ្លួននឹងកំណត់គោលដៅទៅលើលំនៅឋានមន្ត្រីសហរដ្ឋអាមេរិកនិងប្រទេសអ៊ីស្រាអែលនៅក្នុងតំបន់ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់សត្រូវលើផ្ទះប្រជាជនស៊ីវិលនៅតាមទីក្រុងនានារបស់ប្រទេសអ៊ីរ៉ង់យោងតាមសារព័ត៌មាន BBC បានដកស្រង់សម្ដីពីលោកអ៊ីប្រាហ៊ីមសុលហ្វាហ្គារីដែលជាអ្នកនាំពាក្យនៃទីបញ្ជាការដ្ឋានកណ្ដាល Khathem Al-Anbiya ដែលនិយាយនៅថ្ងៃច័ន្ទទី30ខែមីនាថាកងកម្លាំងប្រដាប់អាវុធនឹងកំណត់គោលដៅទៅលើលំនៅឋានរបស់មេបញ្ជាការនិងមន្ត្រីនយោបាយសហរដ្ឋអាមេរិកនិងប្រទេសអ៊ីស្រាអែលនៅក្នុងតំបន់នេះគឺជាវិធានការសងសឹកបន្ទាប់ពីសហរដ្ឋអាមេរិកនិងប្រទេសអ៊ីស្រាអែលកំណត់គោលដៅទៅលើផ្ទះសម្បែងរបស់ប្រជាជនស៊ីវិលរបស់ប្រទេសអ៊ីរ៉ង់នៅក្នុងទីក្រុងផ្សេងៗម្យ៉ាងវិញទៀតវិធានការនេះក៏ដើម្បីសងសឹកចំពោះការបាត់បង់មេដឹកនាំកំពូលរបស់ខ្លួនគឺលោកអាយ៉ាតូឡាអាលីខាមីណេផងដែរគឺកាលពីថ្ងៃទី28ខែកុម្ភៈដែលអ៊ីរ៉ង់បានចាត់ទុកថាគឺជាការវាយប្រហារក្បាលម៉ាស៊ីនដឹកនាំរបស់ប្រទេសអ៊ីរ៉ង់តែម្ដងនេះបើតាមប្រភព BBC បន្ទាប់ពីឮដំណឹងថាសហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពរាប់ពាន់នាក់រាប់ម៉ឺននាក់បន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ាបូករួមជាមួយនឹងនាវាទប់យន្តហោះចម្បាំងនាវាចម្បាំងផ្សេងៗគណៈពេលនេះមេដឹកនាំអ៊ីរ៉ង់ម្នាក់បានបោះពាក្យសម្ដីទៅកាន់លោកដូណាល់ត្រាំថាកងទ័ពអ៊ីរ៉ង់កំពុងតែរងចាំស្វាគមន៍កងទ័ពជើងគោកសហរដ្ឋអាមេរិកដែលមកដល់ហើយស្ថានភាពនៅក្នុងតំបន់មជ្ឈិមបូព៌ាគឺកាន់តែមានការភួយស្រួយហើយបន្ទាប់ពីសហរដ្ឋអាមេរិកបង្កើនវត្តមានកងទ័ពយោធានិងត្រៀមបញ្ជូនកងទ័ពជើងគោកប្រមាណជា 10,000 នាក់ទៅកាន់ប្រទេសអ៊ីរ៉ង់ខណៈដែលពេលនេះទីក្រុងតេហេរ៉ង់ផ្ដាំទៅលោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំថាកងទ័ពអ៊ីរ៉ង់កំពុងតែរងចាំទទួលស្វាគមន៍កងទ័ពជើងគោកសហរដ្ឋអាមេរិកយ៉ាងកក់ក្ដៅតែម្ដងហើយការផ្សាយរបស់ VN Express កាលពីថ្ងៃអាទិត្យទី29ខែមីនាឆ្នាំ2026ប្រធានសភាអ៊ីរ៉ង់លោកមហាមេត Bagher Khalibaf បានប្រកាសថាសត្រូវកំពុងតែផ្ញើសារជាចំហអំពីការចរចានិងសន្ទនាក៏ប៉ុន្តែបែរជាលួចរៀបចំផែនការវាយប្រហារតាមផ្លូវជើងគោកជាសម្ងាត់ទៅវិញពួកគេមិនទាន់ដឹងទេថាទាហានរបស់ប្រទេសអ៊ីរ៉ង់កំពុងតែរងចាំកងទ័ពសហរដ្ឋអាមេរិកមកដល់គោកដោយត្រៀមលក្ខណៈរួចជាស្រេចដើម្បីបើកការវាយប្រហារកំទេចសត្រូវនិងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើសម្ព័ន្ធមិត្តនៅក្នុងតំបន់របស់ពួកគេស្របពេលជាមួយគ្នានោះលោក Khalibaf ក៏បានអំពាវនាវផងដែរឲ្យប្រជាជនអ៊ីរ៉ង់រួបរวมគ្នាខណៈដែលប្រទេសជាតិកំពុងតែស្ថិតនៅក្នុងសង្គ្រាមសកលដ៏ធំមួយដែលស្ថិតនៅក្នុងដំណាក់កាលដ៏គ្រោះថ្នាក់បំផុតលោកបាននិយាយថាយើងច្បាស់នៅក្នុងចិត្តថាយើងអាចនឹងដាក់ទណ្ឌកម្មសហរដ្ឋអាមេរិកធ្វើឲ្យពួកគេស្ដាយក្រោយចំពោះការវាយប្រហារលើប្រទេសអ៊ីរ៉ង់និងការពារសិទ្ធិស្របច្បាប់របស់យើងយ៉ាងរឹងមាំនេះបើតាមប្រភព VN Express គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី29ខែមីនាប្រទេសអ៊ីរ៉ង់បានបើកការវាយប្រហារសងសឹកទៅលើមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិកមួយនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតដែលបានបំផ្លាញនៅយន្តហោះមួយគ្រឿងដែលគេឲ្យរហស្សនាមថាជាយន្តហោះភ្នែកទិព្វលេចធ្លាយនៅរូបភាពយន្តហោះភ្នែកទិព្វដែលគេឲ្យរហស្សនាមរបស់សហរដ្ឋអាមេរិកដែលត្រូវបានប្រទេសអ៊ីរ៉ង់បានបំផ្លាញស្ទើរតែទាំងស្រុងរូបភាពថ្មីៗដែលបានផ្សព្វផ្សាយនៅថ្ងៃទី29ខែមីនាបង្ហាញថាយន្តហោះ E3 Sentry របស់សហរដ្ឋអាមេរិកដែលមានតម្លៃជាង$500 លានសហរដ្ឋអាមេរិកហាក់ដូចជាត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងនៅក្នុងការវាយប្រហារដោយមីស៊ីលនិងយន្តហោះដ្រូនរបស់ប្រទេសអ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាកាស Prince Sultan នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត
តាមរយៈរូបភាពផ្នែកកន្ទុយនៃយន្តហោះនេះគឺត្រូវបានឆេះខ្លោចស្ទើរតែខ្ទេចចំណែកឯថាសរ៉ាដាដ៏ធំនៅលើខ្នងយន្តហោះក៏បានធ្លាក់មកលើដីផងដែរហើយអ្នកជំនាញអាកាសចរយោធាអះអាងថាការខូចខាតដ៏ធ្ងន់ធ្ងរនេះរហូតមិនអាចជួសជុលបានឡើយយន្តហោះដែលរងគ្រោះដែលមានលេខសម្គាល់ប្រមាណជា81005គឺជាយន្តហោះមួយនៅក្នុងចំណោមយន្តហោះ E3 ចំនួន6គ្រឿងដែលសហរដ្ឋអាមេរិកបានដាក់ពង្រាយនៅលើប្រទេសអារ៉ាប៊ីសាអូឌីតមុនពេលចំនួនផ្ទុះឡើងកាសែត Wall Street Journal បានរាយការណ៍ថាការវាយប្រហារកាលពីថ្ងៃទី28ខែមីនាក៏បានបណ្ដាលឲ្យកងទ័ពសហរដ្ឋអាមេរិក12នាក់រងរបួសនិងខូចខាតនៅយន្តហោះចាក់សាំងលើផ្ទៃអាកាសជាច្រើនគ្រឿងថែមទៀតផងហើយការបាត់បង់នេះគឺជាការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាដល់សមត្ថភាពខ្លំមើលតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកត្បិតថាបច្ចុប្បន្នសហរដ្ឋអាមេរិកមានយន្តហោះប្រភេទនេះតែ16គ្រឿងតែប៉ុណ្ណោះនៅក្នុងបញ្ជីសកម្មយន្តហោះ E3 Sentry ត្រូវបានគេប្រៀបប្រដូចទៅនឹងភ្នែកទិព្វដោយសារតែសមត្ថភាពអាចរកឃើញយន្តហោះសត្រូវពីចម្ងាយរាប់រយគីឡូម៉ែត្រទោះបីជារូបភាពផ្កាយរណបបង្ហាញពីស្នាមឆេះយ៉ាងធំនៅលើទីលានចតយន្តហោះក៏ដោយក៏ប៉ុន្តែបញ្ជាការដ្ឋានកណ្ដាលសហរដ្ឋអាមេរិកហៅថា CENTCOM មិនទាន់បានចេញមុខមកបញ្ជាក់ជាផ្លូវការជុំវិញព័ត៌មាននិងរូបភាពដែលបានលេចធ្លាយនេះនៅឡើយទេគួរបញ្ជាក់ផងដែរថាបើតាមការចុះផ្សាយដោយកាសែត The Washington Post កាលពីថ្ងៃទី29ខែមីនាបាននិយាយថាសហរដ្ឋអាមេរិកមានផែនការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់តាមផ្លូវជើងគោករយៈពេលវែងមន្ទីរបញ្ចកោណបានរៀបចំផែនការបម្រុងសម្រាប់ប្រតិបត្តិការយោធានៅលើគោកនៅក្នុងប្រទេសអ៊ីរ៉ង់ដែលអាចថានឹងអូសបន្លាយពេលច្រើនសប្តាហ៍ទោះបីជាប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំថាលោកមិនទាន់មានបំណងដាក់ពង្រាយកងទ័ពក៏ដោយផែនការនេះត្រូវបានបង្កើតឡើងដើម្បីផ្ដល់ជម្រើសឲ្យបានច្រើនបំផុតសម្រាប់មេបញ្ជាការកំពូលនៅក្នុងករណីដែលសង្គ្រាមឈានចូលដល់ដំណាក់កាលកាន់តែគ្រោះថ្នាក់ប្រតិបត្តិការដែលបានព្រៀងទុកនេះមិនមែនជាការវាយលុកលក្ខណៈទ្រង់ទ្រាយធំដើម្បីកាន់កាប់ប្រទេសនោះទេប៉ុន្តែគឺជាការវាយឆ្មក់តាមបែបកងទ័ពពិសេសនិងការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាមជ្ឈមណ្ឌលនាំចេញប្រេងនៅលើកោះខាករបស់ប្រទេសអ៊ីរ៉ង់ដើម្បីកាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់និងការការពារផ្លូវនាវាចរផងដែរហើយស្ថានភាពនេះត្រូវបានគេមើលឃើញថាជារបត់ដ៏គ្រោះថ្នាក់បំផុតសម្រាប់កងទ័ពសហរដ្ឋអាមេរិកពីព្រោះថាពួកគេនឹងត្រូវប្រឈមមុខដោយផ្ទាល់ជាមួយនឹងមីស៊ីលជាមួយនឹងដ្រូនជាមួយនឹងគ្រាប់បែកកែច្នៃរបស់ប្រទេសអ៊ីរ៉ង់ចាប់តាំងពីការវាយលុករបស់សហរដ្ឋអាមេរិកនិងប្រទេសអ៊ីស្រាអែលចាប់ផ្ដើមកាលពីចុងខែកុម្ភៈបានសម្លាប់មនុស្សជាង1300នាក់រួមទាំងអតីតមេបញ្ជាការកំពូលរបស់ប្រទេសអ៊ីរ៉ង់ផងដែរគឺលោកអាយ៉ាតូឡាអាលីខាមីនេកងទ័ពសហរដ្ឋអាមេរិកចំនួន13នាក់ក៏បានបាត់បង់ជីវិតផងដែរនិងជាង300នាក់ផ្សេងទៀតបានរងរបួសទោះជាយ៉ាងណាក៏ដោយរដ្ឋមន្ត្រីការបរទេសលោកម៉ាក្រូរ៉ូប៊ីនៅតែយល់ឃើញថាគោលដៅយោធាអាចនឹងសម្រេចបានដោយមិនចាំបាច់ប្រើប្រាស់កងទ័ពជើងគោកនោះទេខណៈដែលចំនួននេះកំពុងតែរីករាលដាលដល់បណ្ដាប្រទេសជិតខាងដូចជាសូកដានីអ៊ីរ៉ាក់និងបណ្ដាប្រទេសឈូងសមុទ្រវាក៏កំពុងតែផ្ដល់នូវផលប៉ះពាល់យ៉ាងខ្លាំងក្លាដល់ទីផ្សារពិភពលោកនិងវិស័យអាកាសចរផងដែរអ្នកនាំពាក្យសេតាវិមានបានបញ្ជាក់យ៉ាងច្បាស់ថាការដែលមានផែនការយោធានៅក្នុងដៃមិនមែនមានន័យថាប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំបានសម្រេចចិត្តវាយប្រហារនោះទេប៉ុន្តែវាគឺជាការត្រៀមខ្លួនចំពោះមុខហានិភ័យដែលកំពុងតែវិវត្តកាន់តែខ្លាំងឡើងនិងនៅក្នុងតំបន់មជ្ឈិមបូព៌ានេះតែម្ដង